ជំរាបសួរបងប្អូនសិស្សសានុសិស្សទាំងអស់គ្នាជួបលោកគ្រូជាបន្តទៀតជាមួយនឹងការរៀននៅមេរៀនគណិតវិទ្យាថ្ងៃនេះលោកគ្រូចាប់ផ្ដើមបង្រៀនមេរៀនសំណុំបងណាមេរៀនសំណុំអញ្ចឹងនៅក្នុងមេរៀនសំណុំនេះយើងមានបែងចែកជាផ្នែកអញ្ចឹងក្នុងវីដេអូនេះគឺជាភាគទី1បាទគឺជាភាគទី1ដែលលោកគ្រូចង់បង្រៀនបងប្អូនគ្នាអំពីគេហៅថាសំណុំកំណត់តាមការរៀបរាប់ឈ្មោះធាតុអញ្ចឹងនិមិត្តសញ្ញាសំណុំបងណាលោកគ្រូចង់បញ្យល់បន្តិចសិននិមិត្តសញ្ញាសំណុំអូខេនិមិត្តសញ្ញាសំណុំគឺនិមិត្តសញ្ញានេះបងនេះបាទអញ្ចឹងឧទាហរណ៍សំណុំហ្នឹងមានធាតុ A B C 1 2 3ឧទាហរណ៍បាទសំណុំហ្នឹងគឺជាឧទាហរណ៍លោកគ្រូតាមសំណុំហើយគេថាសំណុំ M មួយចុះណាសំណុំ M សំណុំ M ហ្នឹងមានធាតុ A B C 1 2 3បាទអញ្ចឹងនិមិត្តសញ្ញាសំណុំគេសេនៅក្នុងហ្នឹងហើយនេះនៅខាងក្នុងនេះដែលយើងសេនៅខាងក្នុងនេះគេហៅថាធាតុនៃសំណុំអញ្ចឹងបើយើងចង់ដឹងចំនួនធាតុបាទអញ្ចឹងចំនួនធាតុនៃសំណុំ M គឺនេះអក្សរ N តូចនេះបាទសេបែបនេះមានន័យថាចំនួនធាតុនៃសំណុំ M ស្មើប្រមាណធាតុអញ្ចឹងគណរាប់ទៅ1 2 3 4 5 6មាន6ធាតុអញ្ចឹងចំនួនធាតុនៃសំណុំ M គឺ N នៃ M ស្មើនឹង6មានន័យថាចំនួនធាតុនៃសំណុំ M ស្មើនឹង6ធាតុអញ្ចឹងនេះលំហាត់នេះគេឲ្យយើងកំណត់សំណុំតាមការរៀបរាប់ឈ្មោះធាតុនិងកំណត់ចំនួនធាតុអូខេអញ្ចឹងគេឲ្យអក្សរមកនេះគេសេជា clear មកគេសេជា clear មកបែបនេះអញ្ចឹងកសំណុំតួចែកវិជ្ជមាននៃ6សំណុំតួចែកវិជ្ជមាននៃ6អញ្ចឹងគេឲ្យយើងសរសេររៀបរាប់បាទតាមការរៀបរាប់ឈ្មោះធាតុណាកំណត់សំណុំឬគេហៅថាសំណុំកំណត់តាមការរៀបរាប់ឈ្មោះធាតុអញ្ចឹងយើងបំលែងនេះបំលែងពីល្បះហ្នឹងបំលែងពីល្បះហ្នឹងទៅជាសំណុំទៅជាការសរសេរធាតុនៃសំណុំណាតោះអញ្ចឹងកុំឲ្យខាត់ពេលយូរលោកគ្រូបាទបញ្យល់ម្ដងមួយចំនួន4នេះណាចំនួន4លំហាត់នេះអញ្ចឹងក៏សំណុំតួចែកវិជ្ជមាននៃ6សំណុំតួចែកវិជ្ជមាននៃ6អញ្ចឹងបងប្អូនទាំងគ្នាត្រូវគិតតើតួចែកវិជ្ជមាននៃ6មានប៉ុន្មានខ្លះ6ចែកដាច់នឹងប៉ុន្មានខ្លះអញ្ចឹង6ណាលោកគ្រូយល់នេះ6ចែកដាច់នឹងប៉ុន្មាន6ចែកដាច់នឹង1មែនទេ6ចែកដាច់នឹងប៉ុន្មានទៀត6ចែកដាច់នឹង2 6ចែកដាច់នឹងប៉ុន្មានទៀត6ចែកដាច់នឹង3 6ចែកដាច់នឹងប៉ុន្មានទៀតចែកដាច់នឹង4ណាអត់ទេចែកនឹង5ហ៎អត់ទេ6ចែកដាច់នឹងប៉ុន្មានទៀតគឺ6ខ្លួនវាអញ្ចឹងតួចែកវិជ្ជមាននៃ6មាន1 2 3ហើយនឹង6អញ្ចឹងយើងស្អីមកឥឡូវលោកគ្រូតាំងសំណុំហ្នឹងដោយសំណុំ A đó គឺបាទគឺសំណុំ A គឺបាទនេះតួចែកវិជ្ជមាននៃ6មាន1 2 3និង6 1 2 3 4 5 6ហើយនឹងបាទ6អញ្ចឹងសំណុំគេស្អីបែបហ្នឹងប៉ុណ្ណានេះគឺរបៀបគេហៅថាសំណុំកំណត់តាមការរៀបរាប់ឈ្មោះធាតុចុះគេឲ្យយើងនេះកំណត់ចំនួនធាតុរបស់វាតើសំណុំ A នឹងមានប្រមាណធាតុអញ្ចឹងយើងស្អីមកចំនួនធាតុនៃសំណុំ A ហ្នឹងគឺ n នៃ A បាទ n នៃ A មានន័យថាចំនួនធាតុនៃសំណុំ A ស្មើនឹងប្រមាណធាតុបងរាប់មក1 2 3 4គឺស្មើនឹង4ធាតុបាទអញ្ចឹងសេប៉ុណ្ណឹងមកហើយមួយសំណួរគឺសំណួរកតោះឥឡូវយើងមើលសំណួរខសំណុំចំនួនគុត relative ដែលធំជាងដក3តែតូចជាង3សំណុំចំនួនគុត relative បងស្គាល់ណាចំនួនគុត relative មានដកបាទតាំងពីដកណាណៃមកដករហូតចុចបាទដក3ដក2ដក1 0 1 2 3អូខេហ្នឹងគេហៅថាចំនួនគុត relative ហើយប៉ុន្តែនេះគេឲ្យយើងបាទរៀបរាប់ឈ្មោះធាតុនៃសំណុំហ្នឹងគឺសំណុំចំនួនគុត relative ដែលធំជាងដក3តែតូចជាង3តោះឥឡូវលើគ្រូកំណត់សំណុំហ្នឹងដោយសំណុំB យ៉ាងណាបាទគឺសំណុំ B តោះបាទរៀបរាប់ឈ្មោះធាតុមកតោះធំជាងដក3ណាធំជាងដក3ធំជាងដក3ចឹងដក3អត់យកទេធំជាងដក3មានដក2មែនទេមានដក2ដក1 0 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
2
តែតូចជាង3តូចជាង3ចឹង3អត់យកទេចឹងយកតែ2ណាយកតែ2ឯងបាទចឹងនេះគឺជាសំណុំចំនួនគុត relative ដែលធំជាងដក3ចឹងធំជាងដក3គឺដក2ដក1 0ហើយតូចជាង3គឺ1 2ចឹង3អត់យកទេណាចឹងបន្តមកទៀតយើងកំណត់ចំនួនធាតុតើសំណុំ B នឹងមានប្រមាណធាតុចឹងនាំឲ្យបាទ NB គឺចំនួនធាតុនៃសំណុំ B រាប់មានប្រមាណធាតុដកបាទ1 2 3 4 5បាទមាន5ធាតុចឹងស្មើនឹង5ស្មើនឹង5អូខេតោះឥឡូវមួយទៀតកសំណុំនៃចំនួនគុតគូវិជ្ជមានយើងអានឲ្យគិតឲ្យច្បាស់ណាសំណុំនៃចំនួនគុតគូវិជ្ជមានតូចជាងឬស្មើ10គឺឥឡូវគ្រូតាសំណុំដោយសំណុំសេបាទតោះសំណុំចំនួនគុតគូវិជ្ជមានណាសំណុំនៃចំនួនគុតគូវិជ្ជមានអញ្ចឹងចំនួនគុតគូវិជ្ជមានគឺមានប៉ុន្មានចាប់ពីប៉ុន្មានទៅចាប់ពី2ទៅណាអូនណាចាប់ពី2ទៅអូខេអញ្ចឹងសំណុំនៃចំនួនគុតគូវិជ្ជមានហេតុអីបើយើងអត់យក0ព្រោះ0មែន0វាគូហើយប៉ុន្តែវាមិនមែនវិជ្ជមានទេណា0វានៅកណ្ដាលតោះណាបាទអញ្ចឹងចូលពី2ទៅព្រោះអីគេដាក់ថាសំណុំនៃចំនួនគុតគូវិជ្ជមានអញ្ចឹងយកពី2ទៅបាទ2 4 6 8តូចជាងឬស្មើមានពាក្យឬស្មើអូខេបងមានពាក្យឬស្មើកាលណាមានពាក្យឬស្មើយើងយកអានឹងដែរឬស្មើនឹង10អញ្ចឹង10នឹងក៏យកដែរបាទបន្តមកទៀតយើងកំណត់ចំនួនធាតុនៃសំណុំសេហ្នឹងគឺនាំឲ្យ n នៃសេនាំឲ្យ n សេបានថាចំនួនធាតុនៃសំណុំសេហ្នឹងរាប់ទៅ1 2 3 4 5បាទស្មើនឹង5មាន5ធាតុអូខេហើយមួយទៀតតោះនៅសំណួរមួយទៀតគឺសំណួរខតោះសំណួរខបាទតោះសំណួរខសំណុំនៃចំនួនគុតធម្មជាតិដែលតូចជាង8តែធំជាងឬស្មើ1អញ្ចឹងចាប់ដើមពី1ទៅណាសំណុំនៃចំនួនគុតធម្មជាតិគឺយើងដឹងហើយថាបាទរៀបរាប់ពីប៉ុន្មានទៅប៉ុន្តែយកតែចំនួនគុតទេណាដល់0 1 2 3 4 5ចឹងដល់យកចំនួនគុតណា0 1 2 3អាហ្នឹងហៅថាគុតហើយហ្នឹងចំនួនគុតហើយណាអញ្ចឹងតូចជាង8ណាតូចជាង8អញ្ចឹង8នឹងអត់យកណាអញ្ចឹងតែធំជាងឬស្មើ1អញ្ចឹងរៀបយកពី1ទៅនេះធំជាងឬស្មើ1អញ្ចឹងយកពី1ទៅដល់ប៉ុន្មានដល់7ណាព្រោះឲ្យតូចជាង8គឺ7អូខេអញ្ចឹងសំណុំហ្នឹងលោកគ្រូតាមដោយសំណុំដែរបាទចាប់ពី1ទៅ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
5 6 7 បាទយកតាម7ទេណាដោយសារថាថាតូចជាង8ហើយវាជាចំនួនគុតអញ្ចឹងយកត្រឹមលេខ7អូខេតោះចំនួនធាតុអញ្ចឹងនាំឲ្យចំនួនធាតុហ្នឹងចំនួនធាតុនៃសំណុំ D ហ្នឹងគឺ ND ស្មើនឹង1 2 3 4 5 6 7មាន7ធាតុអញ្ចឹងស្មើនឹង5 2បាទអញ្ចឹងវីដេអូនេះគឺជាការចាប់ផ្ដើមដំបូងនៃមេរៀនសំណុំហើយគ្រូបញ្ជាក់ម្ដងទៀតថាចំណុចនេះគឺលោកគ្រូចង់ពន្យល់ដូចជាបង្រៀនបងប្អូនអំពីសំណុំកំណត់តាមការរៀបរាប់ឈ្មោះធាតុគឺគេធ្វើបែបហ្នឹងឯងណាសំណុំកំណត់តាមការរៀបរាប់ឈ្មោះធាតុគឺគេឲ្យជាល្បះមកហើយឲ្យយើងសរសេរវាទៅជាសំណុំអូខេរៀបរាប់មកធាតុសំណុំមានអីខ្លះហើយកំណត់ចំនួនធាតុគ្រាន់តែរាប់ចំនួនធាតុនៅក្នុងហ្នឹងទៅបានហើយណាគឺអត់ពិបាកទេបងណាបាទអរគុណកុំភ្លេចណាខិតខំរៀនទាំងអស់គ្នាជម្រាបលា